បាទសួស្តីបងប្អូនម្ចាស់អាជីវកម្មទាំងអស់ជាទីគោរពស្រឡាញ់និងជាទីរាប់អានថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនទាក់ទងទៅនឹងអឺបាទlogo បាទ logo ឬក៏និមិត្តសញ្ញានៅក្នុង channel របស់ខ្ញុំនេះដោយសារតែមានបងប្អូនហើយជាពិសេសសិនសិតគាត់ឆ្ងល់គាត់សួរថាlogo ហេតុអីបានដាក់សញ្ញានិមិត្តសញ្ញា channel របស់ logo 4P អញ្ចឹងបាទមិនបានដាក់និមិត្តសញ្ញា 4P អញ្ចឹងអឺបាទមែនតើគឺ 4P នេះគឺដូចបងប្អូនមានអ្នកស្ដាប់ក៏ដូចជាសិស្សនិស្សិតទាំងអស់បានជ្រាបហើយនឹងបានយល់ថា 4P នេះគឺសម្រាប់អីហើយម្យ៉ាងទៀតគឺដូចជានៅក្នុងវីដេអូរបស់ខ្ញុំមុនដែរដូចគ្នាដែរគឺតាក់ទងជាមួយនឹង 4P នេះគឺបាទខ្ញុំបានបង្ហាញនៅក្នុងនោះរួចហើយបាទតាក់ទងទៅនឹង 4P គឺជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់បំផុតបាទរបស់អ្នកបងប្អូនចាស់ជីវកម្មទាំងអស់បាទដើម្បីឲ្យបងប្អូនអាចប្រកបមុខរបរអាជីវកម្មរបស់បងប្អូនណាទទួលបាននៅភាពជោគជ័យបាទទទួលបាននៅភាពជោគជ័យគឺបងប្អូនអាចបាទអាចចាប់ផ្ដើមនៅ 4P នេះដើម្បីធ្វើម៉េចឲ្យអាជីវកម្មរបស់បងប្អូនមានការទទួលស្គាល់បាទជាទទួលស្គាល់ច្រើនអញ្ចឹងនៅក្នុងនេះគឺ P ទី1បាទបងប្អូនត្រូវគិតអំពីផលិតផលបាទផលិតផលរបស់បងប្អូនគឺជាផលិតផលអីបាទដែលបងប្អូនត្រូវយកមកលក់ដូររកស៊ីនឹងបាទអញ្ចឹងបើសិនជាបងប្អូនម្ចាស់អាជីវកម្មជាក្រុមហ៊ុនក្តីលោកស្គាល់ហើយតាក់ទងទៅនឹងផលិតផលបាទប៉ុន្តែបងប្អូនដែលរកស៊ីជាលក្ខណៈគ្រួសារឬក៏រកស៊ីជាលក្ខណៈតូចបាទតូចអញ្ចឹងទេបងប្អូនត្រូវគិតថាតើផលិតផលរបស់បងប្អូនដែលត្រូវយកមកលក់នេះបាទជាផលិតផលអីហើយទីផ្សារគេត្រូវការផលិតផលនឹងអត់បាទឬក៏ផលិតផលរបស់យើងនឹងលក់ដាច់អត់បាទហើយទន្ទឹមនឹងនោះដែរដើម្បីឲ្យផលិតផលរបស់យើងអាចលក់ដាច់បានទាល់តែបងប្អូនត្រូវគិតថាផលិតផលដែលយើងចង់យកមកលក់ហ្នឹងណាបាទវាមានគុណភាពល្អឬមិនល្អបាទអញ្ចឹងបងប្អូនត្រូវគិតពីគុណភាពបាទគិតពីគុណភាពនៃផលិតផលដើម្បីបងប្អូនយកមកលក់ឲ្យបានដាច់បាទជាធម្មតាទេបើសិនជាយើងយករបស់ដែលមិនល្អមកលក់បាទអញ្ចឹងតើមានអ្នកណាគេចង់ទិញរបស់យើងបាទនឹងអញ្ចឹងណាបងបាទមិនត្រឹមតែប៉ុណ្្នឹងទេតកតងជាមួយនឹងគុណភាពបាទផលិតផលណាដែលពេញនិយមដែលអ្នកប្រើប្រាស់គាត់ចូលចិត្តអ្នកប្រើប្រាស់គាត់ចង់បានអញ្ចឹងយើងអាចគិតទៅលើគុណភាពការវេចខ្ចប់នៃផលិតផលនោះបាទតើផលិតផលហ្នឹងវាស្អាតល្អណាងាយស្រួលទុកដាក់បាទងាយស្រួលប្រើប្រាស់ហ្នឹងគឺសិតតែជាអ្វីដែលបងប្អូនអ្នកម្ចាស់អាជីវកម្មទាំងអស់ហ្នឹងត្រូវគិតអំពីផលិតផលរបស់បងប្អូនបាទដើម្បីបំពេញនៅតម្រូវការនិងចំណង់ចំណូលចិត្តរបស់អតិថិជនបានណាខ្ញុំលើកឧទាហរណ៍ដូចជាបងប្អូនលក់បន្លែត្រីសាច់ឬក៏លក់ចាប់ហួយឬក៏បើកហាងលក់អីផ្សេងទៀតបាទអញ្ចឹងផលិតផលនេះសំខាន់ណាស់សម្រាប់បងប្អូនណាបងប្អូនត្រូវគិតថាតើបន្លែណាដែលគេចូលចិត្តណាបាទគេចូលចិត្តញ៉ាំហើយដូចថាគេអាចយកទៅធ្វើម្ហូបបានច្រើនមុខបន្លែហ្នឹងយើងយកជាប្រភេទបន្លែធម្មជាតិណាឬក៏បន្លែ
ដែលល្អបាទហើយនិយាយរួមគឺជាបន្លែដែលមានគុណភាពដែលល្អដែលជាបន្លែធម្មជាតិមិនជាបន្លែដែលដាក់ថ្នាំឬក៏មានប្រើគីមីគឺអីហ្នឹងបាទហ្នឹងហើយគឺគេចូលចិត្តប្រើបាទជាក់ស្ដែងបងប្អូនអ្នករកស៊ីលក់បន្លែត្រីសាច់នេះណាបាទខ្ញុំឃើញគេលក់ដាច់ណាដោយសារតែអីបាទគេដឹងគេស្គាល់គាត់ថាអ្នកលក់ហ្នឹងគឺជាអ្នកលក់ដែលមានអឺបន្លែធម្មជាតិបាទត្រីសាច់ផ្សេងរបស់របរល្មៀតជីសក្តិសិតតែជារបស់មកពីអឺគេថាមកពីស្រែណារបស់ស្រែបាទរបស់ស្រែអញ្ចឹងគាត់លក់ដាច់បាទគាត់លក់ដាច់មែនតើហើយអញ្ចឹងហ្នឹងគឺជាការដែលយើងត្រូវគិតហើយ build គេហៅថាកសាងបាទកសាងគេឈ្មោះកន្លែងយើងហ្នឹងឲ្យបានល្អដើម្បីអតិថិជនគាត់ដឹងថាកន្លែងយើងគឺជាកន្លែងដែលលក់ផលិតផលមកពីស្រែយើងហៅថាស្រែអញ្ចឹងចោះបានណាដើម្បីឲ្យងាយយល់ណាហ្នឹងហើយជាបន្លែត្រីសាច់អីមកពីស្រែអត់មានគីមីបាទអញ្ចឹងគេស្គាល់គេព្រលឹមឡើងគឺគេចាំតែយើងមកដល់ឯងបាទគេចាំតែយើងមកដល់គឺគេទៅរើហើយបាទគេទៅរកហើយនឹងរើសយកឲ្យទិញឯងដាក់បាទដាក់ត្រក់ដាក់អីចូលមកចឹងហ្នឹងគឺជាអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនណាបាទនៅក្នុង 4P នេះគឺត្រូវគិតពីផលិតផលហ្នឹងបាទហើយទន្ទឹមហ្នឹងបងប្អូនត្រូវគិតពីថ្លៃបាទថ្លៃរបស់ស្រែមែនប៉ុន្តែកុំឲ្យនេះណាបងប្អូនយើងកុំឲ្យលក់ថ្លៃពេកអញ្ចឹងណាបាទរបស់ស្រែអាងថារបស់ស្រែអាចថាធម្មជាតិលេងលក់ថ្លៃខុសគេជា2ជា3ក៏មិនល្អដែរបាទប៉ុន្តែឲ្យវាសមរម្យបាទសមរម្យថ្លៃលើគេក៏គេនៅតែទិញដែរបាទថ្លៃលើគេក៏គេនៅតែទិញដែរណាបាទដោយសារតែរបស់យើងវាជាផលិតផលល្អផលិតផលមកពីស្រែបាទបន្លែស្រែបាទត្រីស្រែបាទហ្នឹងហើយបើយើងនិយាយពីបន្លែត្រីសាច់បងប្អូនឆ្ងល់ថាចុះខ្ញុំលក់ចាប់ហួយបាទណាខ្ញុំលក់ចាប់ហួយខ្ញុំធ្វើម៉េចណាបាទលក់ចាប់ហួយបងប្អូនត្រូវគិតពីផលិតផលរបស់បងប្អូនដែរហើយមែនតើបងប្អូនអ្នកលក់ចាប់ហួយស្រួលទេបងបាទស្រួលទេគឺស្រួលមិនបងប្អូនយកផលិតផលណាដែលគេលក់ដាច់បាទដែលអ្នកទិញគេមករកទិញយើងមិនមែនទៅលក់ផលិតផលដែលលក់មិនដាច់ទេបាទយើងមិនមែនជាអ្នកផលិតណាបាទយើងជាអ្នកទិញយកមកលក់តើបាទអញ្ចឹងយើងទិញយកអាណាដែលវាលក់ដាច់មិនមែនយើងយកអាណាដែលលក់មិនដាច់ហើយអង្គុយកាត់ទុកទេអញ្ចឹងគឺយើងរកផលិតផលណាដែលលក់បានលក់ដាច់បាទហើយតកតងទៅនឹងគុណភាពផលិតផលអីនោះក៏ដូចគ្នាដែរបងប្អូនមិនមែនជាអ្នកផលិតនៅផលិតផលនឹងថាវាគុណភាពមិនគុណភាពទេក៏ប៉ុន្តែបងប្អូនត្រូវចេះគិតត្រូវចេះរើសចេះមើលថាតើផលិតផលដែលបងប្អូនយកមកលក់ហ្នឹងវាមានតម្រូវការទីផ្សារឬក៏មានគេត្រូវការច្រើនអត់លក់ដាច់អត់ហើយគុណភាពរបស់វាកម្រិតមួយណាបាទដែលយើងត្រូវយកមកដើម្បីដាក់លក់នៅក្នុងកន្លែងរបស់យើងហើយដូចគ្នាដែរបើសិនជាយើងលក់ផលិតផលដែលមួយអត់មានគុណភាពបាទលក់ផលិតផលដែលវាលក់ផលិតផលអន់ណាក៏យូរឆាប់ក៏អ្នកទិញគាត់ដឹងដែរគាត់ថាអូកន្លែងហ្នឹងលក់ផលិតផលអត់ល្អឯណាថ្លៃគុណភាពអន់ហើយថ្លៃខ្ពស់ទៀតណាលក់ថ្លៃទៀតអញ្ចឹងគឺបាត់អាចនឹងបាត់បង់អតិជនយើងហើយអញ្ចឹងហើយអានេះគឺជាអ្វីដែលអត្ថន័យនៅក្នុងនិមិត្តសញ្ញានៃ channel របស់ខ្ញុំដូច្នេះហើយបងប្អូនអាចសូមជួយ subscribe ដើម្បីបានព័ត៌មានឲ្យច្រើនពាក់ព័ន្ធទៅនឹងការធ្វើទីផ្សារនេះមួយទៀតបាទតកតងនឹងនេះ place ណាបាទទី3គឺ place ទីកន្លែងបើបងប្អូនអ្នកលក់ដូរបន្លែត្រីសាច់អីមិញនេះឬក៏បងប្អូនអ្នកលក់ដូរចាប់ហួយអីនេះបាទក៏ដូចជាបងប្អូនលក់តាមផ្ទះឬក៏តាមអីនេះគឺទីកន្លែងនេះគឺសំខាន់ណាស់ទី1គឺបងប្អូនត្រូវគិតថាទីតាំងរបស់យើងបើគេនិយាយគេថាកន្លែងមានហុងស៊ុយបាទតើកន្លែងរបស់យើងវាមានហុងស៊ុយអត់បាទវាកន្លែងដែលវាត្រូវប៉ាន់អត់បើសិនជាកន្លែងដែលអត់ហុងស៊ុយកន្លែងដែលអត់ត្រូវប៉ាន់ជួនកាលគាត់ឈប់ពិបាកនឹងឈប់ទិញ
ណែគាត់ឈប់បានតិចគេមកដេញជាផ្លេណែគេមើលមុខអាហ្នឹងឯងគឺជាកន្លែងដែលអត់ហុងស៊ុយបាទដែលធ្វើឲ្យភ្ញៀវយើងវាពិបាកឈប់ទិញណាបាទអញ្ចឹងបើកន្លែងណាដែលភ្ញៀវគាត់ស្រួលទិញគាត់មានអារម្មណ៍ថាចូលទិញកន្លែងនេះដូចល្អដូចស្រួលណាបាទអត់ញ៉ៃញ៉ៃទេស្រួលឈប់ទិញហ្មងបាទអាហ្នឹងគឺជារឿងចំណុចមួយដែលបងប្អូនត្រូវគិតណាអាហ្នឹងដែលហៅថាកន្លែងដែលមានហុងស៊ុយហើយបន្ថែមពីហ្នឹងណាតាក់ទងទៅនឹងទីកន្លែងដែលបងប្អូនលក់បងប្អូនត្រូវចេះរៀបចំបាទរៀបចំឲ្យបានស្អាតឲ្យមើលទៅវាមានអនាម័យមានអីចឹងទៅបាទកុំឲ្យតែរបស់យើងវាល្អហើយប៉ុន្តែយើងរៀបចំវាដូចគ្មានអនាម័យបាទគ្មានរបៀបគ្មានរបបអញ្ចឹងគេមើលមកទោះតែផលិតផលយើងល្អប៉ុន្តែការរៀបចំទីកន្លែងដាក់តាំងលក់តាំងបង្ហាញផលិតផលរបស់យើងវាអត់ល្អបាទវាអត់មានអនាម័យហើយបើយើងលក់ដូរចាប់ហួយទៀតលក់រៀបចំការរៀបចំអីវ៉ាន់ដាក់តាំងលក់ហ្នឹងវាពិបាកនឹងរកកន្លែងដែលយើងទុកដាក់ហ្នឹងវាកប់ទៅនេះកប់ទៅនោះបាទហ្មងតែយើងរកឃើញគេអូយអូនរត់ឃើញទេអញ្ចឹងគេទៅបាត់ទៅគេទៅបាត់អញ្ចឹងកន្លែងគឺយើងអាចមានជារឿងរ៉ាវច្រើនទៀតបាទបើសិនជាយើងលក់ដូររកស៊ីដូចជាបើកហាងឬក៏ភោជនីយដ្ឋានអីនេះក៏ដូចគ្នាដែរទីកន្លែងនេះគឺក៏សំខាន់ដែរការរៀបចំកន្លែងអង្គុយបាទដើម្បីឲ្យភ្ញៀវយើងគាត់អង្គុយវាមានអារម្មណ៍ថាងាយស្រួលបាទហើយទីតាំងរបស់យើងក៏ងាយស្រួលរកបាទមានលក្ខណៈអង្គុយធ្វើការអង្គុយពិសាអង្គុយជជែកគ្នាផ្សេងហ្នឹងគឺជាការរៀបចំការ decor នៅក្នុងហាងរបស់យើងអីទាំងអស់ហ្នឹងគឺតាក់ទងទៅនឹង place បាទតាក់ទងនឹង place អញ្ចឹងចំណុចទី3គឺសំខាន់ដូចគ្នាហើយរៀបចំនៅថ្លៃផលិតផលបានល្អប្រសើរហើយរៀបចំទីកន្លែងអីក៏បានសមរម្យល្អប្រសើរហើយយើងត្រូវធ្វើការផ្សព្វផ្សាយបាទត្រូវតែធ្វើការផ្សព្វផ្សាយពីផលិតផលរបស់យើងដើម្បីឲ្យគេស្គាល់ផងបាទដើម្បីឲ្យគេដឹងពីយើងផងឲ្យគេស្គាល់ផលិតផលយើងផងបងប្អូនមួយចំនួនណាខ្ញុំឃើញជាកំហុសឆ្គងដែរបាទពេលខ្លះពេលដែលយើងទៅណាអីចឹងទៅចូលរួមកម្មវិធីអីក្តីយើងទៅចូលរួមដូចជាការអាចទៅចូលរួមសហគមន៍ឬក៏អាចជាក្រុមគេហៅថាក្រុមកីឡាយើងទៅកីឡាមានមិត្តភ័ក្តិមានក្រុមហើយនឹងបាទមិត្តភ័ក្តិអីផ្សេងជួបជុំគ្នាមិត្តភ័ក្តិចាស់មិត្តភ័ក្តិថ្មីអីហ្នឹងណាផ្សេងជួបជុំគ្នាមិត្តភ័ក្តិចាស់មិត្តភ័ក្តិថ្មីអីហ្នឹងណាគេសួរថាធ្វើអីរកអីចឹងក៏អត់ហ៊ានអត់ប្រាប់គេទេបាទអត់ចង់ហ៊ានប្រាប់គេទេអត់ចង់ហ៊ានប្រាប់គេថាខ្ញុំលក់ដូររកស៊ីនេះខ្ញុំធ្វើនោះអីអត់ទេអត់ចង់ហ៊ានប្រាប់ទេអាហ្នឹងជាកំហុសឆ្គងរបស់យើងមួយអាការដែលយើងប្រាប់គេហ្នឹងហើយគឺជាការប្រម៉ូទណាជំផ្សព្វផ្សាយពីខ្លួនយើងណាបាទបើសិនជាយើងប្រាប់គេស្គាល់យើងនេះចំណុចខ្លះឧទាហរណ៍ថាយើងលក់ចាប់ហួយលក់ភេសជ្ជៈហើយអញ្ចឹងវាចំពេលដែលគាត់កំពុងតែត្រូវការភេសជ្ជៈហ្នឹងដើម្បីឲ្យរៀបចំកម្មវិធីបាទកម្មវិធីជប់លៀងកម្មវិធីផ្សេងមង្គលការឬក៏កម្មវិធីនោះក្មួយខ្ញុំធ្វើនេះធ្វើនោះកំពុងតែត្រូវការភេសជ្ជៈអញ្ចឹងសួរមកគេហៅថាដូចគេថារកអស់ប្រទេសជាក្រានហ្គាសអញ្ចឹងណាបាទអាហ្នឹងឯងគឺជាអ្វីត្រូវធ្វើបាទយើងត្រូវហ៊ានប្រម៉ូទបាទហ៊ានផ្សព្វផ្សាយពីខ្លួនយើងប្រាប់ពីខ្លួនយើងបាទប្រាប់ពីខ្លួនយើងទៅគេស្គាល់យើងទៅណែអាហ្នឹងឯងគឺជាទីផ្សាររបស់យើងហើយបាទអញ្ចឹងអ្នកដែលយើងត្រូវទៅជួបជុំណាយើងអ្នកដែលត្រូវទៅកម្មវិធីឬក៏ជួបជុំគ្នាហ្នឹងឯងគឺជាកន្លែងដែលយើងត្រូវផ្សព្វផ្សាយពីរបស់យើងហើយបាទហ្នឹងហើយវិធីសាស្ត្រនៃការផ្សព្វផ្សាយគឺយើងមានច្រើនទៀតបើសិនជាបងប្អូនអ្នកលក់ដូររកស៊ីតូចតាចក៏ដោយសម័យនេះគឺបងប្អូនស្រួលតាក់ទងជាមួយនឹងការផ្សព្វផ្សាយបងបាទការផ្សព្វផ្សាយរបស់យើងគឺយើងធ្វើការផ្សព្វផ្សាយទី1គឺផ្ទាល់មាត់ខ្លួនយើងហ្នឹងហើយយើងផ្សព្វផ្សាយពីខ្លួនយើងពេលជួបជុំគ្នាយើងប្រាប់ទៅកុំខ្លាចបាទកុំខ្លាចយើងប្រាប់គេទៅថាខ្ញុំអ្នកលក់ដូររកស៊ីនេះបាទតិចតួចទេណាឬក៏
ល្មមសមរម្យបាទបើសិនជាបងប្អូនយើងមានតម្រូវការអីពីភេសជ្ជៈគឺយើងអាចលក់ឬក៏ផ្គត់ផ្គង់ជូនទៅគាត់បានឃើញទេចា៎នេះគឺជាចំណុចទី1ដែលយើងអាចផ្សព្វផ្សាយបាទពីខ្លួនយើងតាមរយៈការដែលយើងមានក្រុមមានមិត្តមានភ័ក្តិហ្នឹងបាទអញ្ចឹងយើងកុំខ្លាចបាទយើងផ្សព្វផ្សាយយើងប្រាប់គាត់ទៅហើយមួយទៀតគឺយើងមានគណនីផ្ទាល់ខ្លួនរបស់យើងទៅបាទយើងមិនចាំបាច់មាន page ក៏បានដែរអញ្ចឹងយើងបង្ហោះទៅបាទថ្ងៃនេះណាយើងថ្ងៃនេះយើងលក់ដូរណាថ្ងៃនេះមានស្អីថ្មីបាទជូនព័ត៌មានបងប្អូនណាកន្លែងខ្ញុំលក់ណាបន្លែថ្ងៃនេះមានបន្លែពិសេសបាទមានសាច់ពិសេសណាបាទមិនសាច់អីពិសេសអីផ្សេងបងសាច់គោឆ្ងាញ់អីចឹងទៅណាត្រីល្អស្រស់អីចឹងទៅហ្នឹងឯងគឺជាអ្វីដែលយើងត្រូវហ៊ានប្រាប់គេបាទហ្នឹង promotion ចឹងអញ្ចឹងយើងអាចធ្វើតាម Facebook page របស់យើងក៏បាន Facebook ផ្ទាល់ខ្លួនយើងក៏បានដែរមិនបាច់ទៅបង្កើត page ក៏បានដែរណាបើយើងលក់ដូរទូចៗអញ្ចឹងឧទាហរណ៍ថាលក់ត្រីសាច់បន្លែអីចឹងទៅបាទលក់ចាប់ហួយលក់អីមិនបាច់បង្កើត page ក៏បានដែរយើងបង្ហោះក្នុងរបស់យើងហ្នឹងទៅបាទតែគ្រាន់តែបើយើងមាន page វាអាចបានយើងធ្វើការ boost page របស់យើងអីទៅដើម្បីឲ្យគេបានមើលឃើញច្រើនដែរបាទហើយអាចមានទីផ្សារកាន់តែធំអាហ្នឹងជាការផ្សព្វផ្សាយនេះខ្ញុំមិននិយាយអំពីការផ្សព្វផ្សាយពាណិជ្ជកម្មនិយាយអំពីការប្រើប្រាស់នៅបុគ្គលិកដើម្បីចុះទៅលក់ទៅជួបទៅរកអតិថិជនអីទេអាហ្នឹងគឺសម្រាប់បងប្អូនម្ចាស់អាជីវកម្មធំបាទនេះខ្ញុំនិយាយតែក្នុងន័យមួយជូនបងប្អូនអ្នករកស៊ីតូចដែលគាត់អត់បានយល់អំពី marketing ហើយនឹងទីផ្សារនេះបាទអញ្ចឹងនេះហើយគឺជាអ្វីដែលបងប្អូនត្រូវចេះបាទនៅ P ទាំង4បាទផលិតផលបាទការរៀបចំកំណត់ថ្លៃមើលបងប្អូនរកស៊ីតូចតាចគឺបងប្អូនដឹងថាយើងទិញមកប្រហែលយើងលក់វិញប្រហែលបាទចំណេញប្រហែលប៉ុន្តែបងប្អូនសូមគិតឲ្យអស់អំពីអាចចំណាយរបស់បងប្អូនដែលទៅទិញណាបាទទៅគិតឲ្យអស់កុំមកបោកអត់ដល់ពេលយើងលក់ទៅវាខាតតាមពិតយើងនៅចំណាយផ្សេងទៀតបាទចំណាយផ្សេងទៀតអញ្ចឹងP ទាំង4នេះមានទីកន្លែងមានការផ្សព្វផ្សាយនេះគឺជាមូលដ្ឋានគ្រឹះសំខាន់បើសិនជាបងប្អូនគិតP ទាំង4នេះបានត្រឹមត្រូវគឺការលក់ដូររកស៊ីរបស់បងប្អូនជោគជ័យបាទអាចមានអតិថិជនគ្រប់គ្រងច្រើនបាទហើយមិនចាំបាច់យើងខិតខំអីបន់ស្រន់អីដើម្បីឲ្យលក់ដូររកស៊ីដែរទេយើងគិតតែ4ហ្នឹងទៅយើងធ្វើឲ្យបានល្អទាំង4ហ្នឹងទៅបាទហ្នឹងគឺយើងជោគជ័យហើយបាទយើងជោគជ័យសម្រាប់អាជីវកម្មរបស់យើងបាទអញ្ចឹងខ្ញុំចង់បង្ហាញអំពីនិមិត្តសញ្ញានៃ channel YouTube របស់ខ្ញុំដើម្បីឲ្យបងប្អូនបានជ្រាបផងដែរហើយក៏ដូចជាការឆ្លើយទៅនឹងសំណួររបស់សិស្សនិស្សិតក៏ដូចជាបងប្អូនយើងមួយចំនួនដែរដែលគាត់ឆ្ងល់ហេតុអីបានដាក់និមិត្តសញ្ញាបែបនេះបាទអញ្ចឹងសូមបញ្ជាក់ឡើងវិញជាចុងក្រោយគឺនិមិត្តសញ្ញានេះហើយដើម្បីជាការយកទៅគិតនិងពិចារណាឲ្យប្រើប្រាស់ឲ្យបានល្អដើម្បីឲ្យអាជីវកម្មរបស់បងប្អូនទទួលបានជោគជ័យបាទទទួលបានអតិថិជនគ្រប់គ្រងច្រើនបាទអញ្ចឹងខ្ញុំមានប៉ុណ្នេះសូមអរគុណហើយសូមជួយ Subscribe និង Follow Share channel របស់ខ្ញុំបានច្រើនដើម្បីឲ្យបងប្អូនចាស់អាជីវកម្មផ្សេងទៀតបានយល់អំពីការធ្វើ marketing ហើយនឹងទីផ្សារនេះបាទសូមអរគុណ